ระเบียบធ្វើការសិស្សដែលយើងប្រើវិធីសាស្ត្រ mail merge ហ្នឹងគឺយើងទាញព័ត៌មានពីក្នុងកម្មវិធី Excel មកទាញចូលក្នុងកម្មវិធី Word បាទអញ្ចឹងនៅក្នុង Excel ខ្ញុំមានព័ត៌មាន10នាក់បាទឈ្មោះសិស្ស10នាក់បន្តមកទៀតខ្ញុំ save មកហើយខ្ញុំដាក់ឈ្មោះមួយខ្ញុំដាក់ថា list អញ្ចឹងទៅបាទដាក់ឈ្មោះអីក៏បានដែរបន្តមកទៀតយើងមក design គំរូកាតរបស់យើងនៅក្នុងកម្មវិធី Word បាទហើយគំរូកាតហ្នឹងខ្ញុំយក shape យកមកគូទេបាទមានរូបថតមានចាក់តកូនកាយយើងទៅចូល insert ចូល save មកបាទមានគំរូច្រើនអ្នកទាំងនេះចង់ design បែបណាក៏បានហើយដាក់ពណ៌ឲ្យស្អាតទៅបន្តមកទៀតយើងធ្វើការ text box បាទចូល insert ចូលយក word art បាទចូល insert ចូល word art មកយើងទៅយកប្រអប់ដើម្បីយើងទាញ ID ហើយនឹងទាញឈ្មោះដាក់បាទអញ្ចឹងព័ត៌មានរបស់យើងមានតែពីរទេដែលយើងទាញមកបាទ word art ខាងលើឬក៏ text box ហ្នឹងយើងហៅ text box ក៏បានបាទហើយយើងទាញវា copy បានពីរមកអញ្ចឹងខាងលើខ្ញុំដាក់ ID សម្រាប់យើងបង្ហាញ ID ណាបាទដាក់ ID មកហើយចុច2មកប៉ុន្តែយើងអត់តន់ទាញមកទេយើងគ្រាន់តែធ្វើសិនខាងក្រោមនេះខ្ញុំទាញឈ្មោះបាទដាក់ name មកចុច2មកបន្តមកនេះយើងទៅទាញ Excel បាទចូល mailing ហើយអ្នកទៅចូល select recipient មក use existing file បាទបន្តមកនេះយើងទៅចុចយក file list របស់យើងមិញហ្នឹងបាទ Excel មិញហ្នឹងហើយចុចយក OK មកបាទបន្តមកនេះយើងមើលកន្លែង field របស់យើងមាន2បាទមាន ID និងឈ្មោះហើយអ្នកទៅចុចកន្លែងយកមកចុចកន្លែង ID មកហើយយើងទៅទាញ field ID បាទហើយខាងក្រោម field ឈ្មោះហើយប្រអប់នេះយើងទាញឲ្យធំមកបាទទៅយកឈ្មោះមកបាទហើយបន្តមកទៀតពេលអ្នកទាំងនេះចុចpreview ទៅឃើញហើយលោតឈ្មោះមកហើយបាទហើយយើងអាចសេរីទំហំអក្សរតូចធំឲ្យស្អាតមកបាទនេះខ្ញុំក៏ធ្វើឧទាហរណ៍ខ្លីៗទៀតដើម្បីងាយយល់បាទប៉ុណ្ណឹងបានហើយអ្នកទាំងគ្នាមាន10នាក់អញ្ចឹងពេលអ្នកទាំងចុច next ទៅឃើញហើយបាទវាលោតឈ្មោះដូរតាមហ្នឹងណាបាទអញ្ចឹងយើងអាច print កាតទាំង10ហ្នឹងបានបាទសូមអរគុណ